ទស្សនៈរបស់យើងសម្ដែងដោយ Yumino Aika ដោយសាររឿងមួយហ្នឹងគឺយើងអំពីទស្សនៈរបស់យើងគឺជា content creator beauty ម្នាក់ក៏ប៉ុន្តែជីវិតហ្នឹងគឺមិនសូវជាស្រស់ស្រាយប្រហែលទេហើយចៃដន្យតួប្រុសរបស់យើងហ្នឹងគឺជាអ្នកជិតខាងថ្មីទើបតែផ្លាស់មកក៏អូសទូរស័ព្ទលេងទៅក៏ឃើញ clip វីដេអូរបស់តួស្រីយើងដែលឃើញសម្រស់ដ៏ស្រស់ស្អាតអានោះក៏មានការចុច follow អីចឹងដែរទៅហើយថ្ងៃមួយតួប្រុសរបស់យើងក៏បានទៅគោះទ្វារអ្នកជិតខាងដែលចោលសម្រាមអត់សូវមានសណ្ដាប់ធ្នាប់បើកទ្វារក្រាក់មកតួស្រីយើងគឺ content creator ដែលវាកំពុងតែ follow នឹងឯងហើយតួស្រីរបស់យើងគឺអត់មានតិចក្តៅនឹងរឿងសម្រាមអីទេបើថាចង់ប្រមូលសម្រាមខ្លាំងក្នុងបន្ទប់វាក៏មានសម្រាមដែរអាតួប្រុសមកចូលជួយប្រមូលឲ្យហ្មងណែដល់ចឹងហើយអានោះក៏មានការពេញចិត្តមកជួយប្រមូលឲ្យជាខ្លាំងអាតួស្រីរបស់យើងហ្នឹងគឺអង្គុយសឡឹងមុខហ្នឹងទៅបែបថាដៃជើងហ្នឹងក្រើកអត់រួចសោះតែម្ដងល្ងិកល្ងក់ក៏ប៉ុន្តែគិតចុះគិតឡើងបន្ទប់ក៏បន្ទប់ខ្លួនឯងឲ្យគេធ្វើអីតែម្នាក់ឯងក៏មានការជួយប្រមូលជួយអីដែរចឹងទៅតែដល់ហេតុថាកម្លាំងកញ្ញាំដៃហ្នឹងវាមិនដែរប្រមូលអាចឹងក៏មានការដួលផ្អៀងផ្អងទៅអាតួប្រុសអានោះទប់មិនបានមានការថតទុកជាផតតាងថាបើមិនព្រមលក្ខខណ្ឌមួយវាទៅវាមិនបរោះរូបអស់ហ្នឹងគឺខ្ចាយនឹងឯងចាំកាលទៀតហើយអាតួប្រុសរបស់យើងក៏មកជាបន្តទៅទៀតដែរតួស្រីរបស់យើងអត់មានរើសអើងទេឯងមកជួយរៀបចំគ្នាពេលរៀបចំហើយក៏សម្រាកញ៉ាំការ៉េមញ៉ាំអីចឹងទៅហ្នឹងហើយការ៉េមទៀតហើយការ៉េមចាំកាលទៀតវគ្គការ៉េមគឺខ្ចាយមួយចឹងទៀតទៅហើយតួប្រុសតួស្រីយើងពេលនេះគឺប្រើជីវិតមិនមែនជាអ្នកចិត្តខាងទេគឺជាលើសពីអ្នកចិត្តខាងញាក់សាច់អសបងស្វាយលោកចូលឡើងក៏ជាលីកូកុំភ្លេចសើចមើលហើយចូលចឹងភ្លេចចុច like ចុច follow បងតួស្រីយើងអេមសាហា